ធ្លាប់ឆ្ងល់ទេហេតុអ្វីបានជា router និង modem មិនមែនជាឧបករណ៍ដូចគ្នាដូចជាច្រើនគិតថាវាជារបស់តែមួយតែការពិតវាមានតួនាទីខុសគ្នាទាំងស្រុងតោះមកយល់ដឹងពីវាទាំងអស់គ្នាដំបូងមកស្គាល់ modem ជាមុនសិន modem គឺជាឧបករណ៍ទទួលអ៊ីនធឺណិតពីក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៊ីនធឺណិតឬ ISP មកកាន់ផ្ទះឬការិយាល័យរបស់អ្នកបើគ្មាន modem ទេអ្នកមិនអាចភ្ជាប់ទៅកាន់អ៊ីនធឺណិតបានឡើយនិយាយឲ្យងាយយល់ modem គឺដូចជាទ្វារចូលរបស់អ៊ីនធឺណិត router មានតួនាទីយកអ៊ីនធឺណិតដែលបានមកពី modem ហើយបែងចែកទៅកាន់ឧបករណ៍ផ្សេងៗដូចជា smartphone laptop smart TV ឬក៏ tablet តាមរយៈ Wi-Fi ឬក៏ខ្សែដែលគេហៅថា LAN និយាយដើម្បីឲ្យងាយស្រួលយល់ទៅ router គឺដូចជាអ្នកចែកចាយអ៊ីនធឺណិតទៅកាន់ឧបករណ៍ទាំងអស់នៅក្នុងផ្ទះដូច្នេះបើមានតែ modem អ្នកអាចភ្ជាប់បានតែឧបករណ៍មួយឬមួយចំនួនតែប៉ុណ្ណោះបើមាន router អ្នកអាចចែកចាយ Wi-Fi ឲ្យឧបករណ៍ជាច្រើនប្រើប្រាស់បានក្នុងពេលតែមួយសប្តាហ៍ថ្ងៃនេះក្រុមហ៊ុនអ៊ីនធឺណិតជាច្រើនបានផ្គត់ផ្គង់នៅឧបករណ៍ modem និង router បញ្ចូលគ្នាក្នុងម៉ាស៊ីនតែមួយដូច្នេះមនុស្សជាច្រើនច្រឡំថាវាជាឧបករណ៍តែមួយសរុបមកវិញ modem គឺគ្រាន់តែជាឧបករណ៍ដែលទទួលបានពីក្រុមហ៊ុនអ៊ីនធឺណិតឬ ISP ហើយ router គឺជាឧបករណ៍ចែកចាយអ៊ីនធឺណិតទៅកាន់ឧបករណ៍ផ្សេងៗទៀតគ្រាន់តែបច្ចុប្បន្នក្រុមហ៊ុនអ៊ីនធឺណិតទាំងអស់គឺធ្វើការយកនៅឧបករណ៍ដែលមាន function ដូចទៅនឹង router ដែលយើងងាយស្រួលប្រើប្រាស់ជាងមុនជាពិសេសសម្រាប់ package home គឺយើងប្រើប្រាស់តែឧបករណ៍មួយបានទាំង modem បានទាំង Wi-Fi អ៊ីនធឺណិតហើយក៏ជាឧបករណ៍មួយដែល support Wi-Fi 5G ផងដែរ